ខ្ញុំជឿថាមនុស្សជាច្រើនអត់សូវចាប់អារម្មណ៍រឿងនេះទេប៉ុន្តែខ្ញុំចង់ប្រាប់អ្នកនរគ្នាថាការសាកល្បងគឺពិតជាសំខាន់ខ្លាំងមែនទែនបើសិនជាអ្នកនរគ្នាចង់ធ្វើអីមួយគឺអ្នកនរគ្នាគួរតែសាកវាទៅមនុស្សជាច្រើនបរាជ័យមុនពេលដែលគេធ្វើបាត់ទៅហើយឧទាហរណ៍ដូចជាអ្នកនរគ្នាចង់ធ្វើអីមួយតែអ្នកនរគ្នាអត់បានធ្វើគឺមានន័យថាអ្នកនរគ្នាបរាជ័យបាត់ទៅហើយតែបើសិនអ្នកនរគ្នាសាកធ្វើគឺអ្នកនរគ្នាមានចំនួន2ផ្លូវផ្លូវទី1គឺអ្នកនរគ្នាជោគជ័យផ្លូវទី2គឺអ្នកនរគ្នាបរាជ័យតែនៅពេលដែលអ្នកនរគ្នាបរាជ័យនៅពេលអ្នកនរគ្នាសាកល្បងគឺអ្នកនរគ្នានឹងដឹងថាអូខេរឿងហ្នឹងវាមិនយើងខុសអីបានយើងធ្វើវាអត់ជោគជ័យហើយមួយទៀតយើងបានមេរៀនពីវាតែបើសិនជាយើងអត់ធ្វើគឺអត់បានអីសោះ and then យើងបរាជ័យប៉ុន្តែយើងមិនត្រូវតែសាកល្បងគ្រប់រឿងទេអ្នកនរគ្នារឿងខ្លះដែលយើងគិតថាវាអត់ប្រយោជន៍សម្រាប់យើងក៏យើងមិនសាកល្បងទៅព្រោះអីតែយើងសាកល្បងទៅវាអត់មានបានផលអីមកយើងទេតែរឿងដែលយើងគួរតែសាកល្បងដូចជាយើងចូលទៅប្រឡងកម្មវិធីអីមួយយើងសាករៀនអីមួយយើងសាកឲ្យខ្លួនឯងអានអីមួយឲ្យចប់យើងសាកចេញរកស៊ីយើងសាកអីអញ្ចឹងណាអ្នកនរគ្នាអាហ្នឹងគឺជារឿងដែលយើងត្រូវសាកល្បងហើយដើម្បីដឹងថាតើយើងអាចធ្វើវាបានអត់បើសិនយើងមាន business idea មួយយើងចង់លក់នេះយើងចង់លក់នោះយើងចង់ធ្វើនេះយើងចង់ធ្វើនោះតែយើងបានតែគិតមួយឆ្នាំពីរឆ្នាំមិនមែនយើងនៅតែគិត so it mean យើងបរាជ័យមុននឹងយើងធ្វើវាបើសិនអ្នកគ្នាសាកល្បងឧទាហរណ៍អ្នកគ្នាចង់បើក small business មួយអ្នកគ្នាសាកល្បងធ្វើវាមួយខែពីរខែមួយឆ្នាំពីរឆ្នាំអ្នកគ្នានឹង result ថាអូខេ business យើងអាចទៅបានអត់តែយើងបរាជ័យអត់បើសិនយើងបរាជ័យកំហុសរបស់យើងកន្លែងណាខ្លះដែលធ្វើឲ្យយើងបរាជ័យឧទាហរណ៍យើងគ្រប់គ្រងអត់បានល្អយើងធ្វើ marketing អត់បានល្អអីចឹងណាអ្នកគ្នាតែបើសិនជាយើងជោគជ័យ yes we see the result យើងបានលទ្ធផលដែលយើងខិតខំ and then យើងក៏ grow បន្តទៀតតែបើសិនជាអ្នកគ្នាអត់សាកល្បងទេគឺអ្នកគ្នាបានតែគិត and អ្នកគ្នានៅតែគេងចឹងនៅតែគេងឲ្យសុបិនចឹង so បើសិនចង់ធ្វើអីមួយដូចជាចង់ទៅហាត់ប្រាណចង់ចូលប្រកួតបដាល់ចង់បើកហូស៊ីចង់ទៅរៀននេះរៀននោះសាកនេះសាកនោះ apply scholarship ធ្វើទៅអ្នកគ្នាព្រោះអីនៅពេលដែលយើងសាកល្បងគឺយើងនឹងដឹងហើយថាយើងអាចធ្វើវាបានអត់តែបើសិនជាយើងអត់សាកល្បងទេគឺយើងនឹងអត់ដឹងទេថាយើងអាចធ្វើវាបានអត់ហើយមួយទៀតគឺយើងបរាជ័យមុនពេលដែលយើងធ្វើបាត់ទៅហើយ